បាទលោកពឿនថាតើនៅព្រឹកនេះមានព័ត៌មានអ្វីនឹងធ្វើសេចក្តីរាយការណ៍ជូនបាទព្រឹកនេះខ្ញុំមានព័ត៌មានមួយគឺសមាជិកប្រឹក្សាខេត្តបៃលិនដឹកនាំអង្គកឋិនទានសាមគ្គីខេត្តទៅកាន់វត្តសន្តិមារាមបាទសូមអញ្ជើញបាទខ្ញុំនេះទីខេត្តបាត់តាមទីបានមកតាមលោកទៅស្តុកទៅនឹងលោកជំទាវភីស៊ីនីសមាជិកក្រុមប្រឹក្សាខេត្តបៃលិនរួមនឹងសពរដ្ឋជននិងប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញហែអង្គកឋិនទានសាមគ្គីវេប្រកេនប្រសង់គង់ចាំព្រះវស្សាអកាលព្រៃមាសនៅវត្តសន្តិមារាមហៅវត្តអូចាស្ថិតនៅក្នុងភូមិអូចាកណ្ដាលក្នុងសង្កាត់ទូលវាក្រុងបៃលិនខេត្តបៃលិនក្នុងឱកាសដ៏វិសេសនេះលោកជំទាវសុខសេរីបានមានប្រសាសន៍ថាជំនឿតាមគម្ពីរនៃការព្រះពុទ្ធសាសនាស្ដីពីកឋិនទានជាការទានដ៏មានផល្លានិសង្សច្រើនជាងទានទាំងពួងតាមពុទ្ធបញ្ញត្តិព្រះភិក្ខុសង្ឃដែលអាចទទួលក្រាលគងកឋិនបានត្រូវតែបានគង់ចាំព្រះវស្សាអស់រយៈពេល3ខែដោយបរិបូរណ៍លោកជំទាវបានបន្តថាបើតាមទំនៀមទម្លាប់តាំងពីសម័យពុទ្ធកាលមកគេចាត់ទុកថាជនណាដែលបានធ្វើបុណ្យកឋិនទានដែលនាំឲ្យព្រះភិក្ខុសង្ឃបានទទួលអានិសង្ស5យ៉ាងគឺមានឈ្មោះថាជាអ្នកផ្ដល់នូវសេចក្តីសុខដល់អ្នកដទៃហើយនៅក្នុងអនាគតជននោះនឹងតែងតែបានសុខក្នុងមនុស្សលោកនិងទេវលោកផងដែរព្រះសន្តិមហារដ្ឋមន្ត្រីសាន់លីព្រះមេគុណខេត្តបៃលិនគណៈធម្មយុត្តិកានិកាយនិងជាព្រះចៅអធិការវត្តសន្តិមារាមបានមានសេរីរាយការណ៍ថាបច្ច័យដែលទទួលបានពីអង្គកឋិនទានឆ្នាំនេះក្រៅពីលីលោកសម្រាប់ចង្ហាន់ព្រះសង្ឃគឺមួយចំនួនធំត្រូវបែងចែកយកទៅជួសជុលកែលម្អសោភ័ណភាពវត្តជួសជុលកុដិសាលាឆាន់ទីសេនាសនៈសង្ឃនិងរៀបចំបរិស្ថានក្នុងវត្តផងដែរព្រះអង្គបានបញ្យល់បន្ថែមអំពីសារៈសំខាន់នៃបុណ្យកឋិនទានថាជាពិធីបែបព្រះពុទ្ធសាសនាដែលចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សាហើយក៏បានដង្ហែចូលគ្រប់ទីវត្តអារាមពិធីនេះត្រូវបានប្រារព្ធចាប់ពីថ្ងៃ1រោចខែអាសត់ដល់ថ្ងៃ15កើតខែកដិកជារៀងរាល់ឆ្នាំហេតុផលសំខាន់ដែលនាំឲ្យមានការរៀបចំអង្គកឋិនទាននេះរួមមានការចង់ស្ដាប់ព្រះធម៌ព្រះវិន័យការឃើញព្រះសង្ឃគង់ចាំព្រះវស្សាប្រព្រឹត្តត្រឹមត្រូវការចូលរួមអភិវឌ្ឍសមិទ្ធផលនានានៅក្នុងវត្តអារាមឲ្យមានការរីកចម្រើននិងការយល់ដឹងពីភាពមិនទៀងនៃអាយុសង្ខារដែលជាកត្តាជំរុញឲ្យប្រជាពុទ្ធបរិស័ទនាំគ្នាសន្សំនៅបុណ្យកុសលសម្រាប់ជាតិមុខបន្តទៀតបាទនេះជាព័ត៌មានពីខេត្តបៃលិនខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះបាទអរគុណលោកពឿនដែលបានធ្វើសេចក្តីរាយការណ៍ព័ត៌មាននេះព្រឹកនេះអរគុណជម្រាបលាបាទសូមអរគុណសូមជម្រាបលាបាទ